តាមប៉ុន្មានដងហើយដែលអ្នកបានឮនរណាម្នាក់ត្រូវបានគេចាត់ទុកថាមានភាពស្រស់ស្អាតទៅលើចិត្តគំនិតរបស់ពួកគេឬក៏សកម្មភាពរបស់ពួកគេទៅកាន់អ្នកដទៃនោះវាពិតជាកម្រណាស់ជាពិសេសទំនាក់ទំនងនិងចំនួនដងដែលមនុស្សត្រូវបានគេគិតថាស្រស់ស្អាតសម្រាប់រូបសម្រស់ពីខាងក្រៅរបស់ពួកគេនោះតែម្ដងជាញឹកញាប់មនុស្សតែងតែគិតថាអ្នកដទៃស្រស់ស្អាតសម្រាប់ហេតុផលដ៏សើចតែប៉ុណ្ណោះស្របពេលដែលពួកគេកំពុងតែមើលរំលងចំពោះអ្នកដែលបានបង្ហាញពីភាពស្រស់ស្អាតពីខាងក្នុងទៅវិញដូចជាសេចក្តីស្រឡាញ់និងសេចក្តីសប្បុរសដោយគ្មានលក្ខខណ្ឌជាដើមតែគួរសោកស្ដាយនេះព្រោះតែគុណសម្បត្តិទាំងនេះមិនគួរជាទីចាប់អារម្មណ៍ចំពោះមនុស្សដែលស្វែងរកភាពជោគជ័យបែបសើចនោះឯងចំពោះហេតុផលនេះវាគឺជារឿងធម្មតាណាស់សម្រាប់មនុស្សក្នុងការផ្លាស់ប្ដូររបៀបដែលពួកគេបង្ហាញខ្លួនឡើងមកដើម្បីឆ្លុះបញ្ចាំងពីឧត្តមគតិនៃភាពស្រស់ស្អាតដែលសង្គមបានកំណត់លក្ខខណ្ឌដើម្បីលើកតម្កើងនោះប៉ុន្តែវាមិនមែនជារឿងធម្មតាឡើយក្នុងការដែលផ្លាស់ប្ដូររបៀបដែលអ្នកគិតនិងធ្វើសកម្មភាពនោះបើសិនបើយើងព្យាយាមហៅមនុស្សជាច្រើនថាជាមនុស្សដែលមានភាពស្រស់ស្អាតដោយសារតែពួកគេមានចិត្តល្អនោះយើងនឹងកាន់តែមានការចាប់អារម្មណ៍កាន់តែខ្លាំងក្នុងការផ្លាស់ប្ដូរអាកប្បកិរិយារបស់យើងភាពស្រស់ស្អាតគឺជាអ្វីដែលលើសត្រឹមពីរូបភាពខាងក្រៅឆ្ងាយណាស់ការទទួលយកបទពិសោធន៍លើភាពតាក់ទាញផ្នែកខាងរូបរាងកាយទៅលើនរណាម្នាក់មិនមែនមានន័យថាអ្នកគួរតែវិនិយោគធម៌ពលរបស់អ្នកទៅលើពួកគេនោះទេបេះដូងការគិតនិងចិត្តវិញ្ញាណរបស់ពួកគេក៏ត្រូវតែស្រស់ស្អាតដូចគ្នារថយន្តប្រណិតមួយគ្រឿងនឹងគ្មានប្រយោជន៍អ្វីទាំងអស់កាលបើគ្មានម៉ាស៊ីនហើយប្រសិនបើនរណាម្នាក់ដែលស្រស់ស្អាតសម្រាប់អ្នកទៅលើតែផ្នែករូបរាងកាយពីខាងក្រៅនោះវានឹងពិបាកក្នុងការបោះជំហានទៅមុខក្នុងជីវិតរបស់ពួកគេណាស់ប្រសិនបើពួកគេមិនមានគុណតម្លៃពីខាងក្នុងដូចទៅនឹងអ្នកនោះទេភាពស្រស់ស្អាតពីខាងក្រៅគឺគ្មានប្រយោជន៍អ្វីទាំងអស់ក្រៅពីបំពេញតណ្ហាផ្នែករូបរាងពីខាងក្រៅឲ្យគ្នាមានតែអ្នកដែលមានគុណតម្លៃដ៏ពិតប្រាកដពីខាងក្នុងតែប៉ុណ្ណោះទើបអាចបំពេញដល់ចិត្តគំនិតនិងដួងព្រលឹងអ្នកដទៃបានភាពស្រស់ស្អាតពិតប្រាកដគឺត្រូវតែស្ថិតនៅជ្រៅជាងអ្វីដែលយើងអាចមើលឃើញនឹងភ្នែកតែវានឹងលើសពីពណ៌សម្បុររបស់ស្បែករាងកាយរបស់យើងអាចផ្លាស់ប្ដូរគ្រប់ពេលវេលាទាំងអស់ប៉ុន្តែភាពស្រស់ស្អាតពីខាងក្នុងរបស់យើងអាចស្ថិតស្ថេរពេញមួយជីវិតរបស់យើងបាននេះឯងជាកន្លែងដែលគុណតម្លៃពីខាងក្នុងរបស់អ្នកស្ថិតនៅនឹងហេតុអ្វីបានជាវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចំណាយពេលវេលាដើម្បីកសាងចរិតលក្ខណៈរបស់អ្នកនោះនិយាយរួមអ្នកអាចចំណាយប្រាក់ដើម្បីទិញការវះកាត់តែអ្នកមិនអាចទិញចរិតលក្ខណៈថ្មីបានឡើយអ្នកអាចតាក់ទាញមនុស្សជាច្រើនបានតាមរយៈរូបរាងពីខាងក្រៅរបស់អ្នកតែអ្នកអាចផ្សារភ្ជាប់នឹងមនុស្សដ៏អស្ចារ្យណាម្នាក់បានតែតាមរយៈអ្វីដែលអ្នកមានពីខាងក្នុងខ្លួនរបស់អ្នកតែប៉ុណ្ណោះយើងបានសន្មតថាភាពជោគជ័យគឺសំដៅទៅលើភាពល្បីល្បាញភាពសុខស្ដំនិងការបានធ្វើជាម្ចាស់នៃរបស់របរថ្លៃៗជាដើមប៉ុន្តែប្រសិនបើអ្នកបានអូសទាញខ្លួនឯងឲ្យចេញពីកន្លែងងងឹតបាននោះគឺជាភាពជោគជ័យដ៏អស្ចារ្យមួយហើយសូមកុំភ្លេចថាអ្នកកំពុងតែទទួលបានជ័យជំនះជារៀងរាល់ថ្ងៃបើអ្នកមិនចុះចាញ់នោះអ្នកនឹងអាចឈានទៅដល់វគ្គបន្ទាប់បានជាក់ជាពុំខានតើអ្នកបានដឹងទេថាអ្នកកំពុងតែសម្រេចរឿងដ៏អស្ចារ្យជារៀងរាល់ថ្ងៃស្រាប់ទៅហើយដែរទេវាអាចនឹងមើលទៅដូចជាមិនទំនងអញ្ចឹងឡើយប្រសិនបើអ្នករវល់តែសម្លឹងមើលរឿងបន្ទាប់ដែលស្ថិតនៅខាងមុខជានិច្ចនោះតែយ៉ាងណាមិញរឿងជាច្រើនដែលអ្នកបានសម្រេចនៅថ្ងៃនេះគឺជាអ្វីដែលអ្នកស្រមៃចង់បានកាលពីអតីតកាលអ្នកគ្រាន់តែមិនបានកំណត់សម្គាល់ពីពួកវាក្នុងពេលដែលពួកវាកើតឡើងប៉ុណ្ណោះឬមកពីពួកវាឆ្លងកាត់អ្នកលឿនពេកតែប៉ុណ្ណោះបើទោះបីជាយើងមិនគួរទទួលបានភាពសន្លប់សុខស្រួលជាមួយនឹងសមិទ្ធផលរបស់យើងដែលធ្វើឲ្យយើងសប្បាយចិត្តនិងឈប់បោះជំហានទៅមុខយ៉ាងណាក៏ដោយក៏យើងគួរតែឆ្លៀតពេលដើម្បីត្រេកអរចំពោះពួកវាដែរបើមិនដូច្នេះទេអ្នកនឹងមើលត្រឡប់ទៅកាន់ជីវិតរបស់អ្នកនិងគិតថាខ្លួនមិនបានធ្វើអ្វីជាដុំកំភួនមិនខានបើសិនបើរឿងនេះជាការពិតដូច្នេះជីវិតរបស់អ្នកនឹងនៅតែដដែលជានិច្ចជាមិនខានទេយើងតឹងតែងមកលើខ្លួនឯងពេកយើងចងចាំអ្វីគ្រប់យ៉ាងដែលយើងបានធ្វើខុសប៉ុន្តែស្ទើរតែមិនដែលគិតអំពីអ្វីដែលយើងបានធ្វើត្រឹមត្រូវនោះទេស្ដាប់ទៅប្រហែលទេបើសិនបើវាបែបនោះមែនដូច្នេះវាមកពីអ្នកជាមនុស្សដែលចូលចិត្តរិះគន់ខ្លួនឯងពេកនោះឯងអ្នកត្រូវផ្ដល់ឲ្យខ្លួនឯងនៅសម្លេងទះដៃពីខាងក្រៅគ្រប់គ្នាទាំងក្នុងកំឡុងពេលនេះ
និងក្នុងពេលបន្ទាប់អ្នកបានធ្វើរឿងដែលមនុស្សមួយចំនួននិយាយថាអ្នកមិនអាចធ្វើបានអ្នកបានធ្វើនៅរឿងដែលសូម្បីតែខ្លួនឯងផ្ទាល់ក៏គិតថាខ្លួនមិនអាចធ្វើបានចូលមានមោទនភាពចំពោះខ្លួនឯងអ្នកបានតស៊ូយ៉ាងខ្លាំងដើម្បីបានដល់កន្លែងដែលអ្នកស្ថិតនៅក្នុងថ្ងៃនេះការទទួលស្គាល់នេះគឺនាំមកនៅការពេញចិត្តនិងជាបង្កើនដល់កម្រិតរំញ័ររបស់អ្នកបុគ្គលិកលក្ខណៈរបស់អ្នកដទៃគឺជាពរជ័យមិនមែនជាបន្ទុកឡើយបើអ្នកព្យាយាមធ្វើឲ្យខ្លួនឲ្យដូចអ្នកដទៃនោះជីវិតអ្នកនឹងគ្មានអ្វីអស្ចារ្យជាងពួកគេនោះទេតាមរយៈការធ្វើតាមវងមនុស្សទូទៅនោះអ្នកនឹងប្រែក្លាយជាផ្នែកមួយនៃពួកគេនិងប្រាជ័យក្នុងការធ្វើខ្លួនឲ្យលេចធ្លោជាមិនខានដោយការធ្វើដំណើរនៅលើដងផ្លូវតែមួយដូចនឹងពួកគេនោះអ្នកនឹងមិនមានឱកាសបានឃើញអ្វីដែលខុសប្លែកពីពួកគេបានឃើញនោះឡើយកាលពីយើងនៅតូចយើងតែងតែបានរំលឹកជាប្រចាំថាយើងជាបុគ្គលម្នាក់និងមិនគួរមានភាពអៀនខ្មាស់ក្នុងការធ្វើជាខ្លួនឯងនោះទេយើងត្រូវបានលើកទឹកចិត្តនិងបន្តការស្វែងរកក្តីសុបិនដ៏រវើរវាយបំផុតរបស់យើងប៉ុន្តែនៅពេលដែលយើងកាន់តែចាស់ពិភពនៃភាពដែលអាចទៅរួចរបស់យើងក៏ប្រែជាកាន់តែរួញតូចទៅទៅវិញមនុស្សជាច្រើនបាននិយាយថាមែនហើយចូលធ្វើជាខ្លួនឯងប៉ុន្តែវាមិនមែនបែបនេះឡើយឬខ្លួនអ្នកអាចជាអ្វីម្យ៉ាងក្នុងពិភពលោកនេះប៉ុន្តែនេះទើបជាផ្លូវដ៏ត្រឹមត្រូវដែលអ្នកត្រូវដើរនៅក្នុងផ្នែកចិត្តវិទ្យាគំនិតអំពីភស្តុតាងសង្គមបានបង្ហាញថាមនុស្សចូលចិត្តដើរតាមវងមនុស្សបើសិនបើមនុស្សគ្រប់គ្នាកំពុងតែធ្វើវានោះអ្នកនឹងសន្មតថាវាជារឿងត្រឹមត្រូវដែលខ្លួនត្រូវធ្វើជាមិនខានអ្នកដទៃមានឥទ្ធិពលលើសកម្មភាពរបស់អ្នកច្រើនជាងអ្នកបានដឹងទៅទៀតឧទាហរណ៍ថាប្រសិនបើអ្នកត្រូវសម្រេចចិត្តជ្រើសបារថ្មីពីរតើអ្នកអាចនឹងមើលឃើញថាបារមួយពោពេញទៅដោយវងមនុស្សស្របពេលដែលមួយផ្សេងទៀតមិនមានមនុស្សនោះអ្នកនឹងសន្មតថាបារដែលគ្មានមនុស្សនោះនឹងមិនល្អហើយបារដែលមានប្រជាប្រិយភាពនោះច្បាស់ជាប្រសើរជាងនោះឆ្ងាយជាមិនខានប៉ុន្តែមិនមែនតែអ្នកដទៃកំពុងតែធ្វើវាគឺសុទ្ធតែមានន័យថាត្រឹមត្រូវទាំងអស់នោះទេការដើមឡើយទេសកលធ្លាប់តែស្របច្បាប់ប៉ុន្តែឥឡូវនេះមនុស្សស្ទើរគ្រប់គ្នាទៅហើយដែលយល់ស្របថាវាគឺជាអំពើអមនុស្សធម៌ថោកទាបឬអសិលធម៌ជាទីបំផុតចូលចាប់ផ្ដើមចោទសួរទៅលើសកម្មភាពរបស់អ្នកតើហេតុអ្វីបានជាអ្នកធ្វើអ្វីដែលអ្នកធ្វើហើយជ្រើសរើសនៅអ្វីដែលអ្នកជ្រើសរើសតើអ្នកកំពុងធ្វើអ្វីដែលអ្នកពិតជាយល់ថាត្រឹមត្រូវឬកំពុងផ្អើលតាមវងមនុស្សប្រសិនបើអ្នករកឃើញថាជាញឹកញាប់ជំរឿនរបស់អ្នកត្រូវបានកំណត់តម្រង់ដោយទស្សនៈរបស់អ្នកដទៃនោះអ្នកនឹងដឹងថាអ្នកកំពុងតែបោះបង់ភាពជាម្ចាស់ការមកលើជីវិតរបស់អ្នកហើយបើគ្មានម្ចាស់ការនោះទេយើងនឹងស្ថិតក្នុងសភាពស្លន់ស្លោនិងបានត្រឹមតែបញ្ឈប់ទៅនៅក្រោមស្ថានភាពនៃកម្រិតរំញ័រដ៏ទាបមួយដូចជាការថប់អារម្មណ៍ខ្វល់ខ្វាយជាដើមតែប៉ុណ្ណោះហើយនៅទីបំផុតយើងនឹងមិនអាចគ្រប់គ្រងទៅលើកម្រិតនៃភាពរីករាយដែលយើងទទួលបាននោះឡើយនៅពេលណាដែលយើងបានខ្លាចជាទេសកលនៃគំនិតរបស់អ្នកដទៃនោះភាពភ័យខ្លាចនិងភាពខ្វះខាតត្រូវបានយកមកប្រើជាទូទៅដើម្បីមកគ្រប់គ្រងសង្គមខ្ញុំបានស្គាល់មនុស្សជាច្រើនដែលជំនួសឲ្យការរស់នៅក្នុងជីវិតរបស់ពួកគេបានជ្រើសរើសគឺពួកគេបែរជាបានរស់នៅក្នុងជីវិតដែលពួកគេបានប្រាប់ដោយអ្នកដទៃក្នុងរូបភាពជាការណែនាំនិងការគ្រប់គ្រងដែលពោពេញទៅដោយអត្ថន័យយ៉ាងល្អនោះទៅវិញហើយខណៈពេលដែលមនុស្សមួយចំនួនចង់ឲ្យអ្វីដែលល្អបំផុតកើតឡើងសម្រាប់អ្នកនោះពួកគេក៏ប្រហែលជាមិនយល់ពីអ្វីដែលល្អបំផុតសម្រាប់អ្នកនោះឡើយពួកគេក៏មិនអាចនឹងធ្វើការសម្រេចចិត្តសម្រាប់អ្នកដោយផ្អែកលើភាពភ័យខ្លាចដែលត្រូវបានបញ្ជូនបន្តទៅឲ្យពួកគេតាមរយៈអ្នកដទៃដូចគ្នាអញ្ចឹងឯងអ្នកអាចស្ដាប់តាមវងមនុស្សឬក៏តាមដួងព្រលឹងរបស់អ្នកបានហើយចូលរក្សាតំណែងនៅលើឆាកតខ្លួនរបស់អ្នកចុះប៉ុន្តែអ្នកមិនគួរមានអារម្មណ៍ថាអ្នកកំពុងតែរស់នៅតាមជំនឿរបស់អ្នកដទៃនោះទេអ្នកមិនគួរមានអារម្មណ៍ថាអ្នកត្រូវតែបំពេញតាមការរំពឹងទុករបស់អ្នកដទៃឬរស់នៅក្នុងជីវិតរបស់អ្នកតាមរបៀបដ៏ជាក់លាក់ណាមួយដើម្បីទទួលបានការទទួលស្គាល់ពីពួកគេនោះទេអ្នកមិនគួរមានអារម្មណ៍ថាអ្នកត្រូវតែខ្មាស់អៀនចំពោះភាពជាខ្លួនឯងដ៏ពិតប្រាកដរបស់អ្នកនិងពីភាពខុសប្លែកពីគេរបស់អ្នកនោះឡើយជីវិតមិនគួរណាមានអារម្មណ៍ថាមានដែនកំណត់នោះទេអ្វីដែលជាការពិតនោះគឺថាបើទោះជាតាមវិធីណាក៏ដោយអ្នកនឹងត្រូវតែត្រូវបានគេវិតម្លៃដោយជៀសពុំរួចឡើយ
មិនថាអ្នករស់នៅតាមលក្ខខណ្ឌរបស់អ្នកឬទៅតាមអ្នកដទៃឡើយមានមនុស្សម្នាក់ធ្លាប់និយាយថាសត្វខ្លាមិនដែលដេកមិនលក់ដោយសារតែពាក្យសម្ដីរបស់ជាមឡើយខ្លាមិនដែលត្រូវបានគ្រប់គ្រងតាមរយៈការវិនិច្ឆ័យពីសត្វដែលមានអកប្បកិរិយាដែលត្រូវបានកំណត់ដោយលក្ខខណ្ឌរបស់សង្គមនោះឡើយជាមតែងតែស្វែងរកសុពលភាពរបស់ខ្លួនតែងតែបដូរទិសដៅនិងបាត់បង់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់វាដូច្នេះហើយទើបវានៅតាមវង្វេងទិសដៅនិងជួបវាសនាអាក្រក់ជានិច្ចប្រសិនបើមែននោះអ្នកបានធ្លាក់ចូលទៅក្នុងអន្ទាក់នៃបច្ចេកទេសបែបចិត្តសាស្ត្រមួយដែលគេហៅឈ្មោះថា priming ហើយបច្ចេកទេស priming នេះក៏បានផ្ដល់ជាសញ្ញាដើម្បីជួយដល់ការចងចាំដោយមិនបានដឹងអំពីដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងផងដែរចូលសាកស្រមើស្រមៃថាអ្នកអាចចាត់ចែងមនុស្សឲ្យគិតនិងធ្វើសកម្មភាពទៅតាមរបៀបណាមួយដោយមិនដឹងខ្លួនមើលនេះគឺជាអ្វីដែលក្រុមហ៊ុនទីផ្សារ marketing បានធ្វើគ្រប់គ្រងពេលវេលាដើម្បីបង្កើនការលក់របស់ពួកគេអ្វីដែលជាភាពពិតប្រាកដដើមគឺកម្រមានណាស់នៅពេលសប្តាហ៍ថ្ងៃនេះហើយសកម្មភាពភាគច្រើនរបស់យើងគឺរមែងអាស្រ័យទៅតាមការស្នើសុំពីនរណាម្នាក់ជារឿយៗដោយសារតែពួកគេមិនបានទាញអ្នកឲ្យធ្លាក់ចូលក្នុងការសង្ស័យយើងក៏ប្រែជាងាយនឹងត្រូវបានគេរៀបចំកម្មវិធីឡើងដើម្បីឲ្យបំពេញដល់តម្រូវការរបស់មនុស្សដទៃផ្សេងទៀតឬនិយាយចាំទៅគឺក្រុមហ៊ុនអស់ទាំងនោះឯងសូមកុំបណ្ដោយឲ្យបុគ្គលិកលក្ខណៈដ៏ពិសេសរបស់អ្នកត្រូវបានឃ្លាតឆ្ងាយពីអ្នកដើម្បីឲ្យខ្លួនអ្នកអាចសម្របខ្លួនជាមួយនឹងសង្គមដទៃទៀតនោះឲ្យសោះចូលទទួលយកភាពខុសប្លែកពីគេរបស់ខ្លួនឯងតើអ្នកអាចចាត់ទុកថាវាចម្លែកដែរឬទេល្អហើយអញ្ចឹងនោះគឺដោយសារតែមនុស្សភាគច្រើនកំពុងតែរស់នៅក្នុងប្រអប់នៃភាពស្រមើស្រមៃមួយតែប៉ុណ្ណោះហើយពួកគេមិនស័ក្តិសមនឹងរបស់បែបនេះឡើយហើយយើងត្រូវបានគេអូសទាញជឿថានៅពេលដែលអ្នកមិនស័ក្តិសមនឹងតម្រូវការរបស់សង្គមនឹងមានអ្វីម្យ៉ាងហាក់ដូចជាខុសប្រក្រតីចំពោះអ្នកជាមិនខានតើអ្នកណាខ្លះដែលចង់ជាប់នៅក្នុងប្រអប់ដែលមិនទាំងមានភាពពិតប្រាកដផងនោះមិនមែនខ្ញុំនោះទេសេរីភាពគឺមិនមានការខំខាំងអ្វីទាំងអស់យើងតែងតែអាចកែលម្អខ្លួននិងរីកចម្រើនក្លាយជាបុគ្គលម្នាក់ដ៏ពេញលេញបានជានិច្ចចូលអត់ឱនឲ្យខ្លួនឯងសម្រាប់ជំរឿអាក្រក់ដែលអ្នកបានធ្វើការសម្រេចចិត្តសម្រាប់ពេលដែលអ្នកខ្វះសេចក្តីជំនឿសម្រាប់ពេលដែលអ្នកផ្ដល់ការជឿចាប់ដល់អ្នកដទៃនិងខ្លួនឯងចូលអត់ឱនឲ្យខ្លួនឯងសម្រាប់រាល់កំហុសឆ្គងដែលអ្នកបានបង្កើតឡើងមកអ្វីដែលសំខាន់បំផុតនោះគឺថាអ្នកត្រូវមានឆន្ទៈដើម្បីបន្តដំណើរទៅមុខជាមួយនឹងផ្នត់គំនិតមួយដែលប្រសើរជាងមុនបន្តទៀតជាញឹកញាប់ប៉ុណ្ណាទៅដែលអ្នករកឃើញថាអ្នកកំពុងតែមិនគោរពឲ្យតម្លៃចំពោះប្រាជ្ញាស្មារតីរបស់ខ្លួនខណៈពេលដែលអ្នកកំពុងតែបង្កើតកំហុសឆ្គងណាមួយនោះតើអ្នកធ្លាប់សួរនៅសំណួរបំបាក់ទឹកចិត្តនានាដូចជាហេតុអ្វីខ្ញុំមិនអាចធ្វើវាបានហេតុអ្វីបានជាខ្ញុំអាក្រក់ម្ល៉េះហេតុអ្វីបានជាខ្ញុំនៅតែបរាជ័យរហូតអញ្ចឹងសំឡេងខាងក្នុងដែលយើងមានអាចជាការរិះគន់យ៉ាងខ្លាំងក្លាមួយសំណួរប្រភេទនេះច្រើនតែជាការអាកាត់ទុកជាមុនដោយបង្ខំឲ្យអ្នកទទួលយកគំនិតដែលចេញពីសំណួរទាំងនោះថាជាការពិតតែប៉ុណ្ណោះវាគ្រាន់តែជាវិធីដ៏មានប្រសិទ្ធភាពខ្ពស់មួយក្នុងការទាញខ្លួនឯងទម្លាក់ចុះតែប៉ុណ្ណោះប៉ុន្តែអ្នកត្រូវធ្វើឲ្យប្រកាសចិត្តថាសំឡេងនៅក្នុងខួរក្បាលរបស់អ្នកគឺមានបំណងល្អចំពោះអ្នកជានិច្ចអ្នកនឹងជួបមនុស្សជាច្រើនក្នុងជីវិតដែលមានចេតនាចង់ទាញទម្លាក់អ្នកចុះប៉ុន្តែអ្នកមិនគួរខ្លាចជាមនុស្សម្នាក់នៅក្នុងចំណោមពួកគេនោះឡើយអ្នកមិនអាចរំពឹងចាំឲ្យអ្នកដទៃមានសន្តានចិត្តចំពោះអ្នកបាននោះទេប្រសិនបើអ្នកមិនមានសេចក្តីអាណិតអាសូរចំពោះខ្លួនឯងផងនោះអ្នកត្រូវតែផ្លាស់ប្ដូរការសន្ទនាពីខាងក្នុងរបស់ខ្លួនអ្នកជាមុនសិនដូច្នេះវានឹងគ្រប់គ្រងដល់អ្នកនៅក្នុងជីវិតពិតតាមក្រោយជាក់ជាមិនខានជំនួសឲ្យការប្រាប់ខ្លួនឯងថាអ្នកល្ងងណាស់ដែលអ្នកធ្វើខុសចូលប្រាប់ខ្លួនឯងទៅវិញថាអ្នកគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះហើយអ្នកនឹងធ្វើវាឲ្យបានល្អនៅពេលក្រោយឲ្យខានតែបានពាក្យសម្ដីរបស់អ្នកគឺជាធម៌ពលច្នៃប្រឌិតនិងជាគំនិតដែលយើងនឹងពង្រីកទៅកាន់ផ្នែកបន្ទាប់ពួកវាមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការជួយដល់អ្នកឬកម្រិតទៅលើបទពិសោធន៍ជីវិតរបស់អ្នកនៅពេលដែលអ្នកប្រើពាក្យសម្ដីប្រមាថមកលើខ្លួនឯងនោះអ្នកមានន័យថាអ្នកនឹងបន្ថយភាពរីករាយរបស់ខ្លួនឯងដូចគ្នា
តើអ្នកនៅតែដាក់ទោសខ្លួនឯងចំពោះកំហុសឆ្គងដែលអ្នកបានធ្វើកាលពីក្មេងទៀតដែរឬទេមនុស្សភាគច្រើនតែតែឆ្លើយថាអត់ទេពីព្រោះយើងបានដឹងហើយថាយើងនៅក្មេងនិងឆោតហើយពួកយើងភាគច្រើនសុទ្ធតែបានរៀនសូត្រពីពួកវាមកទាំងអស់ពួកវាបានផ្ដល់ឱកាសឲ្យយើងបានប្រសើរជាងមុនការអភ័យទោសឲ្យខ្លួនឯងទាំងនោះក៏គួរតែអនុវត្តមកលើកំហុសថ្មីរបស់អ្នកផងដែររាល់កំហុសឆ្គងដែលអ្នកបង្កើតឡើងមកសុទ្ធតែអាចជួយឲ្យអភិវឌ្ឍអ្នកឲ្យកាន់តែប្រសើរឡើងក្លាយជាមនុស្សម្នាក់ដ៏ពេញលេញប៉ុន្តែដើម្បីប្រើប្រាស់មេរៀនដែលស្ថិតក្នុងកំហុសឆ្គងនីមួយៗបានដំបូងដៃបំផុតអ្នកត្រូវរៀនធ្វើចិត្តជាមុនសិនចូលទទួលយកអ្វីដែលបានកើតឡើងចូលដកដង្ហើមចូលបន្ធូរចេញមកវិញរួចបណ្ដោយទៅតាមដំណើរចុះអ្នកគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះហើយខ្លួនអ្នកគឺត្រូវតែទទួលបានការអនុញ្ញាតឲ្យបន្តដំណើរជាមួយនឹងជីវិតរបស់អ្នកជាបន្តទៀតដោយមិនត្រូវគិតពីទំហំនៃកំហុសឆ្គងអ្វីឡើយសូមកុំដាក់ទោសមកលើខ្លួនឯងចំពោះអ្វីដែលអ្នកបានធ្វើអីផ្ទុយទៅវិញចូលផ្ដោតលើអ្វីដែលអ្នកអាចធ្វើបានទើបជាការប្រសើរការដាក់ទោសមកលើខ្លួនឯងនឹងមិនអាចផ្លាស់ប្ដូរស្ថានភាពបានឡើយវាជាអ្វីដែលអ្នកត្រូវខិតខំបន្ទាប់ឯណោះទេទើបជាអ្វីដែលសំខាន់បំផុតតើអ្នកធ្លាប់ជួបមនុស្សដែលអ្នកមិនធ្លាប់បានឃើញជាយូរមកហើយគេបានប្រាប់អ្នកថាអ្នកធំច្រើនណាស់ដែរទេហើយប្រសិនបើពួកគេបានជជែកជាមួយនឹងនរណាម្នាក់ផ្សេងទៀតអំពីអ្នកមុនពេលដែលអ្នកបានជួបគ្នាជាថ្មីម្ដងទៀតនោះពួកគេទំនងជាបាននិយាយអំពីការផ្លាស់ប្ដូររបស់អ្នកដែលពួកគេបានដឹងនៅលើកចុងក្រោយគេបង្អស់នោះមិនខាននោះគឺជាមនុស្សម្នាក់កាលពីអតីតកាលតើត្រូវដែរឬទេអ្វីដែលជាការពិតនោះគឺថាអ្នកកាលពីអតីតកាលប្រហែលជាមានភាពខុសគ្នាទាំងស្រុងពីអ្នកឥឡូវនេះដូច្នេះប្រសិនបើនរណាម្នាក់វិនិច្ឆ័យអ្នកចំពោះអតីតកាលរបស់អ្នកវាគឺជាបញ្ហារបស់ពួកគេជាមនុស្សដែលរស់នៅកន្លែងដែលលែងមាននៅលើភពផែនដីនេះទៅទៀតហើយបើសិនបើពួកគេមិនយល់ថាមនុស្សបានធំធាត់និងមានភាពចាស់ទុំនោះទេដូច្នេះប្រហែលជាពួកគេត្រូវធ្វើរឿងមួយចំនួនដើម្បីអភិវឌ្ឍខ្លួនហើយសូមកុំឲ្យនរណាម្នាក់យកអតីតកាលរបស់អ្នកមកធ្វើជាលេសដើម្បីវិនិច្ឆ័យមកលើអ្នកឲ្យសោះពួកគេគ្រាន់តែព្យាយាមដាក់កម្រិតមកលើអ្នកឲ្យចេញពីការកសាងអនាគតដ៏រីករាយរបស់អ្នកតែប៉ុណ្ណោះសូមចងចាំថាគ្មានអ្វីនៅដដែលរហូតនោះទេបូករួមទាំងអ្នកផងដែរហើយចូលគិតត្រឡប់ទៅកាន់សមិទ្ធផលនិងអ្វីដែលអ្នកសម្រេចបានទាំងអស់ដែលអ្នកបានធ្វើកន្លងមកឡើងវិញផងវាគឺជារឿងសំខាន់ដូចគ្នាដែលអ្នកត្រូវបោះបង់អតីតកាលរបស់អ្នកចោលអ្នកដទៃប្រហែលជាធ្លាប់ធ្វើរឿងមួយចំនួនមកលើអ្នកកាលពីអតីតកាលដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាมันអាចអត់ឱនឲ្យពួកគេបានពួកគេប្រហែលជាមិនអាចចាំពីអ្វីដែលពួកគេបានធ្វើក៏ពិតមែនប៉ុន្តែអ្នកនៅដិតជាប់ជាមួយនឹងអារម្មណ៍ដែលពួកគេធ្វើឲ្យអ្នកមាននៅក្នុងចិត្តនោះជានិច្ចការផ្សារភ្ជាប់ខ្លួនទៅនឹងអារម្មណ៍មិនល្អទាំងនោះគឺគ្រាន់តែជាការបំផ្លិចបំផ្លាញដល់អារម្មណ៍របស់អ្នកដោយការអូសកម្រិតរំញ័ររបស់អ្នកទម្លាក់ចុះតែប៉ុណ្ណោះនៅពេលដែលអ្នកអត់ឱននៅអ្នកដទៃអ្នកមិនបានកែប្រែអតីតកាលអ្វីនោះទេតែអ្នកនឹងកែប្រែបច្ចុប្បន្នកាលនិងអនាគតកាលរបស់អ្នកឲ្យកាន់តែប្រសើរឡើងអ្នកបានផ្ដល់ឲ្យខ្លួនអ្នកនៅសន្តិភាពកាន់តែច្រើននិងបានសាងនៅធម៌ពលវិជ្ជមានពីខាងក្នុងខ្លួនរបស់អ្នកថែមទៀតផងអ្នកដែលមិនអាចអត់ឱនឲ្យមនុស្សដែលបានផ្ដល់ការឈឺចាប់ដល់ពួកគេនោះគឺបានត្រឹមតែធ្លាក់ខ្លួនខ្លាយជាជនរងគ្រោះប៉ុណ្ណោះចូលសាកស្រមៃថាអ្នកមានចំនួនដ៏ធំមួយជាមួយនរណាម្នាក់ដោយសារតែពួកគេក្បត់អ្នកដំបូងមានអារម្មណ៍ឆេវឆាវនិងឈឺចាប់អ្នកបានកាត់ផ្ដាច់ខ្លួនចេញពីពួកគេហើយនៅទីបំផុតអ្នកក៏បានភ្លេចវារហូតដល់អ្នកបានឃើញពួកគេជាថ្មីម្ដងទៀតមកដល់ចំណុចនេះអ្នកនឹងនឹករលឹកឡើងវិញនៅអ្វីដែលពួកគេបានធ្វើចំពោះអ្នកហើយការឈឺចាប់របស់អ្នកក៏បានវិលត្រឡប់មករកអ្នកវិញពីព្រោះអ្នកមិនបានអត់ឱនទោសឲ្យពួកគេឡើយរឿងនេះនឹងបំផ្លាញដល់ស្មារតីរបស់អ្នកនិងអាចជំរុញឲ្យអ្នកឈានទៅរកការសម្រេចចិត្តដែលបង្កនៅភាពបំផ្លិចបំផ្លាញមួយបានការអភ័យទោសមិនមែនសំដៅលើការអត់ឱនចំពោះអកប្បកិរិយាមិនល្អរបស់នរណាម្នាក់នោះទេហើយវាក៏មិនរមែងមានន័យថាអ្នកត្រូវតែអញ្ជើញបុគ្គលណាម្នាក់ឲ្យត្រឡប់ចូលទៅក្នុងជីវិតរបស់អ្នកឡើងវិញនោះដែរវាគ្រាន់តែមានន័យថាអ្នកនឹងលែងអនុញ្ញាតឲ្យពួកគេមានឥទ្ធិពលមកលើគំនិតរបស់អ្នក
និងគ្រប់គ្រងលើស្ថានភាពអារម្មណ៍របស់អ្នកបន្តទៀតតែប៉ុណ្ណោះតាមវិធីមួយនោះពួកគេនឹងមិនអាចធ្វើជាអ្នកកំណត់ជោគវាសនារបស់អ្នកបានឡើយ